nếu số bông ôn chui follow Facebook nhau vào Facebook sẵn là bông ôn này bye bye បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនឹងហើយនេះគឺជាដំណើរចូលមកដេកព្រៃចូលមកកំសាន្តព្រៃចូលមកពិភាក្សាព្រៃរបស់ក្រុមពួកខ្ញុំដែលមានសមាជិក3នាក់បន្តទៀតហើយបាទលើកនេះពួកខ្ញុំបានមកដេកព្រៃនៅក្បែរអូហើយនៅមាត់អូហើយអូនេះវាឈ្មោះថាអូត្រាវហើយអូនេះបើនិយាយទៅគឺទេសភាពស្អាតប៉ុន្តែគឺជាអូដែលនៅជាប់នឹងចំការបងប្អូនអ្នកភូមិជាប្រវត្តិទេបងប្អូនប៉ុន្តែអូននេះបើនិយាយទៅទេសភាពក៏ក្រំបាទដែរដូចបងប្អូនឃើញស្រាប់អញ្ចឹងហើយពួកខ្ញុំបងគាត់កំពុងតែត្រួសត្រាយกับនៅដើមអាស័យក៏ដូចជាកូនឈើស្មៅអីអញ្ចឹងណាសម្រាប់យើងរៀបចំកន្លែងសម្រាប់យើងដេកយប់នេះនៅទីនេះហើយហត់ដែរបងប្អូនទម្រាំតែបានកន្លែងដេកមួយគឺបញ្ចេញកម្លាំងខ្លាំងដែរមិនមែនយកមកមិនមែនយើងមកភ្លាមយើងបានដេកភ្លាមទេធម្មតាទេយើងចូលព្រៃវាតែងតែមានកបិតមានឧបករណ៍គ្រប់គ្រាន់សម្រាប់យើងកាប់ឆ្កាដើម្បីមានកន្លែងដេកសមគួរសមរម្យអញ្ចឹងណាហើយពួកខ្ញុំរៀបកន្លែងដេកកន្លែងសម្រាប់ហ្នឹងហើយបន្ទាប់មកពួកខ្ញុំក៏ពេលដែលរៀបហើយអញ្ចឹងនេះបងគាត់កំពុងតែបុកបង្គោលយើងចងរឹងដោយសារតែគ្នាយើងចំនួន3នាក់ហើយរឹងត្រូវការចង3រឹងចឹងមានន័យថាម្នាក់មួយនៃរឹងរបស់ពួកយើងហើយចឹងតើយើងថែមបង្គោលមួយទៀតចឹងបុកបង្គោលមួយទៀតបងគាត់ជំនាញដោយសារគាត់ធ្លាប់ដេកព្រៃហើយណាមួយគាត់ចេះបើសម្រាប់ខ្ញុំវិញគឺខ្ញុំអត់ចេះគិតមិនឃើញចឹងទេបងប្អូនហើយនេះដូចខ្ញុំនិយាយខាងដើមចឹងយើងរៀបកន្លែងដេកយើងហើយសំគួរហើយគឺយើងបន្តត្រូវកន្លែងណាដាក់ម៉ងត្រូវកន្លែងដាក់ម៉ងអញ្ចឹងយើងបានដើរទៅខាងលើយើងបានដើរទៅខាងក្រោមដោយសារបងគាត់ស្គាល់កន្លែងដាក់ម៉ងលងនេះកន្លែងដែលលងនេះគឺរៀងជ្រៅហើយគាត់ក៏ឈប់កន្លែងហ្នឹងទៅខ្ញុំក៏ថតដោយសារខ្ញុំចូលទៅអត់បានទេអត់ហ៊ានចូលទៅគៀកទឹកទេដោយសារវាជ្រៅដែរអញ្ចឹងដូចបងប្អូនមើលឃើញអញ្ចឹងគឺថាទ្រូងហើយខ្ញុំក៏ខ្លាចទឹកចូលទូរស័ព្ទក៏ថតពីចម្ងាយអត់ហ៊ានគៀកបាទដាក់គៀកបងប្អូនមើលទេដាក់ម៉ងហើយទៅវិញដាក់ហើយចាំមើលលទ្ធផលស្អែកយើងមកមើលល្ងាចមើលព្រឹកវិញមើលឡើងនេះជាអីមើលយប់ជាអីមើលព្រឹកមកព្រឹកណាយើងមានអីហូបដែរយើងមានហូបយើងហើយដេកព្រៃដែរបងប្អូនតែមិនអន់ទេណាមានហូបអន់ហ្នឹងក៏ត្រីខដែរបងប្អូនមានហូបអីហូបត្រីខយើងធ្វើដំណើរទៅវិញជីវិតអ្នកដំណើរដើរទៅកំសាន្តដើរព្រៃតាមអូអញ្ចឹងតាមអូដូចពោះព្រៃអីហ្នឹងហើយកំណន់ខ្ញុំរត់គាត់អូដើរខ្ញុំថាបានហ្មងនេះពោះព្រៃនេះចាខ្ញុំរត់មុនគាត់ហើយក្រោយពីយើងមកពីកន្លែងដាក់ម៉ងវិញហើយមានអីទេបងប្អូនក៏បានរើសអូសមកបង្កាត់ភ្លើងយើងដិតភ្លើងដើម្បីយើងត្រៀមដាំបាយដើម្បីហូបគឺប្រហែលជាម៉ោងខ្ទង់ 7 ហើយរៀបប្រឡប់តិចហ្នឹងយើងដើរមកដល់កន្លែងយើងរៀបចំប្រដាប់កាត់ភ្លើងទៅដាំបាយហើយក៏ថតទេសភាពចែកជូនពុកម៉ែបងប្អូនទស្សនាហើយនឹងបងប្អូនជួយគាំទ្រវីដេអូក៏ដូចជាเพจរបស់ពួកខ្ញុំបាទផងដើម្បីពួកខ្ញុំបន្តដំណើរថតវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាបន្តទៀតហើយត្រង់កន្លែងនេះគឺបងគាត់ធ្វើនេះដាំបាយគាត់ដាំបាយខាងចឹងត្រូវបងគាត់ដាំបាយហើយពួកខ្ញុំក៏រៀបចំអ្នកដែលចេះធ្វើម្ហូបដូចជាម្នាក់ទៀតគាត់រៀបចំប្រដាប់ធ្វើម្ហូបតិចតួចប្រដាទៅតែយើងធ្វើបានម្ហូបយើងធ្វើបន្ទាប់ពីបាយយើងឆ្អិនទេបងប្អូនគាត់ឲ្យយើងរៀបចំប្រដាប់ក៏ដូចជារៀបចំកន្លែងយើងសម្រាប់ហើយទៅឡើយវាចូលបាញ់នោះហើយនេះខ្ញុំថតចឹងគឺសកម្មភាពជុំវិញទីធ្លារបស់ពួកខ្ញុំត្រួសពីជប់អញ្ចឹងព្រៃបងប្អូនអើយអារម្មណ៍ដេកព្រៃវាសប្បាយបធូរអារម្មណ៍ធូរភាពសៅម៉ងយើងបានមួយផ្នែកដែរអញ្ចឹងបងប្អូនគួរតែមានឱកាសអាចតបពីយើងធ្វើការងារពេញមួយសប្តាហ៍ឬមួយខែបងប្អូនគួរតែកំសាន្តពេញព្រៃម្ដងទៅដេកព្រៃក្រុមខ្ញុំចឹងហើយបងនេះកន្លែងនេះបងគាត់លើកបង្ហាញនៅក្តាមពួកយើងរកក្តាមដែរបងប្អូន
នឹងយើងបានដើររកក្តាមដើម្បីធ្វើហូបយ៉ាងដែរក្រុមហូបយើងយកមកដូចជាមានត្រីខមកកំប៉ុងទេ lôi អានេះចងរឹង chọn đi mà vì man lôi ត្រីថ្ងៃណាក៏ស្វឹងដែរអើយស្វិតបើមិនស្វឹងពីផ្ទះមកក៏យកស្រាមមកផឹកប៊ីយ៉ាមកផឹកនៅព្រៃដែរ chi vết rồi này គេពុនលេងឲ្យមកអញ្ចឹង ý prao mấy ត្រង់កន្លែងនេះបងគាត់និយាយទៅម្នាក់ទៀតថាកុំឲ្យប្រាប់ប្រពន្ធគាត់តែយើងបានយកអីមកហូបនៅក្នុងព្រៃអញ្ចឹងតែប្រាប់បាត់ហើយហ្នឹងហ្នឹងហើយបងគាត់បន្តធ្វើម្ហូបបន្ទាប់ពីបាយយើងឆ្អិនហើយដូចខ្ញុំនិយាយខាងដើមអញ្ចឹងបងប្អូនគឺឆ្នាំងយើងយកទៅតែមួយទេនៅព្រៃឆ្នាំងនេះគឺឆ្នាំង original ឆ្នាំងស៊ីនហ្មងតាំងពីម៉ោងបាយដល់ម៉ោងបាយបងប្អូនបាយហើយកន្លែងនេះគឺម្ហូបក្តាមយើងឆ្អិនហើយក្តាមដែលយើងរកតដៃយើងកុំយកអារម្មណ៍ទៅតិច ឆ្ងាញ់ em ទៅជាតិល្មមនេះគ្រានមុនគេ បាយ ហើយក្តាមដែលយើងរកបានហ្នឹងគឺយើងធ្វើដូចជាជ្រូកក្តាមបងប្អូនអាជាតិមែនតើមិននិយាយទៅនៅផ្ទះខ្ញុំមិនដែលបានសូវហូបក្តាមបងប្អូនបើខ្ញុំចំណងចំណុចចិត្តខ្ញុំបើរឿងក្តាមខ្ញុំដូចមិនសូវចូលចិត្តដែរប៉ុន្តែមកព្រៃអ្វីក៏ឆ្ងាញ់បងប្អូនហូបអីក៏ឆ្ងាញ់ដែរនិយាយទៅប្រហុកក៏ឆ្ងាញ់ហើយខក៏ឆ្ងាញ់គ្រប់សង្ខាឆ្ងាញ់ខ្ញុំមិនដឹងនិយាយថាម៉េចឆ្ងាញ់ហើយបើនៅផ្ទះខ្ញុំមកហូបក្តាមនិយាយទៅបាយគឺកម្រមានក្តាមយើងខាងជាមួយគេឬក៏យើងដាក់មួយឆ្កភ្លើគឺមានក្តាមទេតែមកព្រៃគឺក្តាមដាច់ខ្ញុំខាងក្តាមបាយក្តាមគឺមានអារម្មណ៍ថាសម័យកាលនៅក្មេងខ្លួនក្មេងជិះក្តាមហើយធម្មតាជីវិតយើងក្រីក្រនៅក្មេងគឺយើងហូបបាយក្តាមហ្នឹងទៅដើមគ្នាដើម្បីបានទៅរៀនក្តាមព្រឹកឡើងបាយក្តាមបាយកូនទៅពេលមកជួបព្រេងដូចរំលឹកខ្ញុំនៅអតីតកាលឡើងវិញកាលពីនៅក្មេងទៅ ngày hai li mũi chi vật ai ái trao ក្រោយពីយើងហូបបាយរួចហើយបងប្អូនយើង13នាក់ដូចជាសមាជិកនៃក្រុមយើង13នាក់ក៏នាំគ្នាជារៀងៗកំសាន្តបាទដែលយើងស្ពាយមកពីហូបពីផ្ទះយើងមកគឺយើងយកមក លិខិតដេញគ្មានអាណិតឲ្យខ្ញុំ ធ្លាប់តែជានៅភូមិធ្លាប់តែជានៅផ្ទះហើយនាំគ្នាមកជានៅព្រៃអារម្មណ៍ប្លែកម្យ៉ាងជាងបដាសោកសប្បាយបដាព្រោះមានអារម្មណ៍ថាកាត់បន្ថយនៅ stress អារម្មណ៍សើមមកបានមួយចំនួនផងដែរបងប្អូនពេលដែលយើងដើរមកព្រៃហើយបានយើងអាចកាត់នៅបន្ថយនៅអារម្មណ៍ stress បានដោយសារធម្មជាតិបងប្អូនអញ្ចឹងបានថាជីវិតរបស់មនុស្សយើងវាត្រូវស្របជាមួយធម្មជាតិមួយដំណើរធម្មជាតិ បាទបង អញ្ចឹងយើងអាចបោះបង់ធម្មជាតិបានទេសម្រាប់ ចង អ្នក មក ដែល ច ជឿ ង ដែរ មានអារម្មណ៍យ៉ាងម៉េច អញ្ចឹងពេលដែលយើង មានរំមិនថា ជាប់ជាមួយ ងុយដេកហើយ ធ្វើ ហើយម៉ោងប៉ុន្មានហើយនេះ កង្វល់បានមួយចំនួនធំដែរ តែគ្នាចុះឡើងចន្លងម៉ោង10ផឹកកាហ្វេចុះឡើងចន្លងម៉ោង10 ដេកហ្នឹង ចង់រឹងដេក អត់មានអារម្មណ៍អីទេចា អូអត់អូចង់ត្រូវដែរអាចសង្ឃឹមប្រហែលភាគរយ តិចចាតិច ណាក្នុងពោះពងប៉ងនេះ មកសុំសុភ អាហ្នឹងបាយ អារម្មណ៍យ៉ាងម៉េចពេលដេកក្នុងព្រៃព្រឹក្សា អារម្មណ៍ថា អារម្មណ៍ខ្ញុំមែនអារម្មណ៍ពិតមែន អារម្មណ៍ពិតអារម្មណ៍ខ្លាំងខ្លាយ ស្ងប់ស្ងាត់អារម្មណ៍យើងសប្បាយអត់មានថាអ្នកណាមកវាវល់ជាមួយយើងទេ នេះមិនណាវាវល់ទៅក្នុង បាទអញ្ចឹងនិយាយត្រង់ទៅដេកទៅវាស្ងប់ស្ងាត់ល្អ ចា ហ្នឹងហើយ ហើយអត់មានជំនឿសង្គមតែអត់មករំខានពីណាមករំ អ ខាន ត់ ទេ អីទេអត់អីទេនៅក្នុងនេះសុខសប្បាយ បងអូនមកដេកព្រៃនោះមានបាសអត់ដាក់ទេតែត្រៀមចងកន្លែងសម្រាប់ហើយអ្នកចងនេះគឺធ្លាក់ភ្នែកធ្លាក់ពវៀនខ្លះហើយ ជីវិត ធ្លាក់ភ្នែកធ្លាក់ពវៀនបើមិនផឹកពីផ្ទះមកក៏មកទៅនៅព្រៃដែរអូក្រុមទៀតប្រពន្ធលេងឲ្យមកដេកព្រៃមិនបាច់ទៅមិនអីទេ ឃើញតែវឹងរហូត មើលវឹងរហូតអូយជីវិតអើយដល់ហើយអ្នកទៀតពងធ្វើមកហូបអូគេពងធ្វើ ខាងពូមនុស្សហ្នឹង
នេះខ្ញុំក្រោកមកមុនគេហើយក៏ថតទេសភាពពេលព្រឹកព្រលឹមឲ្យបងប្អូនមើលទស្សនាបងក៏មិនទៅបានក្រោកទេព្រឹកក្រោកក៏នៅចុចទូរស័ព្ទខ្ញុំក្រោកមុនគេក៏ថតទេសភាពមុននឹងក្រោកឲ្យបងប្អូនមើលកំថាំងចេះតែដេកព្រៃចេះតែកុហកចេះតែបោកអត់ទេដេកព្រៃមែនដែរបងប្អូនអ្នកមើលទេសភាពបងក្រោកមកគាត់ដើរមកមាត់អូរៀបទាំងលុបមុខរៀបនឹងដាំទឹកខ្ញុំដាំបង្កាត់ភ្លើងរួចហើយឆេះហើយបានពួកគាត់ក្រោកហើយខ្ញុំបង្កាត់ភ្លើងដើម្បីចង់កាហ្វេហើយម្នាក់ទៀតមកពីណាទេមកពីពីពៀតព្រៃហ្នឹងខ្ញុំបង្កាត់ភ្លើងដើម្បីដាក់ដាំទឹកកាហ្វេហើយក៏យើងរៀបចំបដាអញ្ចឹងណាតែមិនទាន់ទៅផ្ទះមកយើងរៀបចំបដារៀបតែមើលម៉ោងបកាហ្វេឲ្យអ្នកមកកែវហើយយើងបាទធ្វើដំណើរយើងទៅមើលម៉ោងយើងហើយត្រង់នេះបងគាត់កំពុងតែកាត់កំប៉ុងដើម្បីយកដាក់កាហ្វេពួកអីគ្នាយើង3នាក់អត់មានកំប៉ុងទេឲ្យគាត់លាងមានតែខ្ញុំនិយាយដែរខ្ញុំយកមកសកូពួកខ្ញុំផឹកកាហ្វេផឹករងថ្ងៃបងប្អូនកាហ្វេខ្ញុំអត់បានទេពេលព្រឹកហើយកាហ្វេតម្លៃអីគឺតម្លៃ500បងប្អូនផឹកតាមជីវភាពរបស់ពួកយើងមានលុយផឹកកាហ្វេមួយកែវ$7,000 $2 ទេផឹកតែកាហ្វេ500រាប់ឆ្នាំហើយផឹកកាហ្វេបដាមានអារម្មណ៍មើលទីភាពជុំវិញផឹកកាហ្វេបដាយើងពិភាក្សាពីនេះពីនោះបដានិយាយលេងសើចបដាម្នាក់ហើយបងគាត់ផឹក2 ដងពីកញ្ចប់ខ្ញុំផឹកតែ1កញ្ចប់ទេហើយរបៀបផឹកកាហ្វេរបស់ខ្ញុំខ្ញុំផឹកដាក់ទឹកច្រើនណាមិនណាកែវទឹកកែវប៉ុណ្ណាខ្ញុំដាក់ប៉ុណ្ណឹងនេះខ្ញុំអង្គុយលើរឹងហើយផឹកកាហ្វេបងគាត់មកបដាក់ម៉ងហើយតែខ្ញុំអត់បានថតកាត់បញ្ចូលកន្លែងគាត់ដាក់ម៉ងទេដោយសារវីដេអូដាក់ម៉ងអីហ្នឹងបងប្អូនអាចឃើញសម្រាប់ហើយដោយសារខ្ញុំផុសទៅលើវីដេអូខ្លីវីដេអូរៀលហ្នឹងខ្ញុំផុសច្រើនពីការដាក់ម៉ងដូចជាសកម្មភាពរកក្តាមរកអីចឹងតែក្នុងនេះខ្ញុំអត់បានកាត់បញ្ចូលទេដើម្បីបងប្អូនធុញសាំហ្នឹងឃើញវីដេអូដដែលអញ្ចឹងណាហ្នឹងហើយពួកយើងក៏មានអីទេរៀបចំឲ្យបានទៅដំណើរទៅវិញហើយទៅផ្ទះវិញសក្កដោម្នាក់2ម្នាក់3អូដល់សក្កដោសិតតែ3ពេញយំបែកមុខនឹងស្ពាយបាសទៀតដេកព្រៃគេសំលើបហើយទៅតែជាវាអល់ហើយទៅវិញបងប្អូននេះកន្លែងរបស់យើងខ្ញុំដេកមាត់អូទៅវិញហើយrồi